ថ្ងៃនេះមកអំពើគ្រប់ទឹកហើយបងប្អូនចាគ្រប់ទឹកគឺគ្រប់ទឹកជិះម៉ូតូបានឆ្ងាយមែនតែនពីស្វាយរៀងទៅកំពង់ចាមមកបងប្អូនហើយមុនទៅកំពង់ចាមហ្នឹងគឺជាងចូលយកអាវ៉ាន់សិនដោយសារតែបានមកពីខាងម្ចាស់ប្រេនមួយចាំពីទៅក្រោយគឺបងប្អូននឹងចាញ់ថាម្ចាស់ប្រេនមួយណាអញ្ចឹងណាហើយការងារថ្មីហើយមេឃថ្ងៃនេះមិនឲ្យទៀនមែនតែនបងប្អូនគឺមេឃចាសតុំហើយមេឃខ្មៅងឹតមែនតែនប៉ុន្តែបើសិនជាមេឃក្តៅវិញគឺមកអំពើបែរជាចាខ្យល់ចាប់តែម្ដងដោយសារតែជីផ្លូវឆ្ងាយហើយក៏ចាមេក្តៅអញ្ចឹងណាបងប្អូនឈឺគូតហើយនឹងមេក្តៅប៉ុន្តែសំណាងដែរដែលមេសតុំចាតិចអីចឹងណាហើយក៏ចូលញ៉ាំអីនៅខាងផ្សារក្របៅខេត្តស្វាយរៀងបងប្អូនហើយកូនឆ្កែនេះខ្ជូតមែនតែនចាកូនឆ្កែរបស់ម្ចាស់ហាងលក់ភីសាហ្នឹងបងប្អូនហើយឆ្មានេះគឺខ្ជូតខ្លាំងមែនតើគឺកៅភ្នែកគេបងប្អូនពលឡើងខ្ជូតហើយឈ្មោះទាំងពីរមកបងប្អូនចង់តែចាប់យកទៅនេះបងប្អូនដោយសារខ្ជូតពេកនិយាយលេងឯងបងប្អូនហើយកាត់មកដល់ខាងភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាមបងប្អូនមកនេះផងដែរគឺមករំបងប្អូនចាមករំអកកេនៅសល់តែ100នឹងទៀតទេគឺបងប្អូនឈប់ទទួលហើយដោយសារតែជាប់រំនៅហាងរហូតអីចឹងណាសម្រាប់រដូវកាលក្រោយយើងចាំជួបគ្នាម្ដងទៀតណាបងប្អូនចាជាមួយនឹងតន្ត្រីសម័យពេជ្រស្រីលៀបបងប្អូនហើយកម្មវិធីថ្ងៃនេះផងដែរនៅខាងភូមិត្រពាំងជ្រៃខេត្តកំពង់ចាមយប់នេះជួបគ្នាណាបងប្អូនចានៅក្នុងកម្មវិធីរៀបមង្គលការហើយសម្រាប់រោងថ្ងៃនេះផងដែរគឺវ័យមែនតែនហ្មងបងប្អូនប្រហែលជាម្ចាស់កម្មវិធីធ្វើច្រើនតុកហើយមកទៅអញ្ចឹងសម្រាប់បងប្អូនដែលមានកម្មវិធីកុំភ្លេចណាតន្ត្រីសម័យពេជ្រស្រីលៀបចានាំមកនៅភាពសប្បាយរីករាយជូនបងប្អូនតែម្ដងមុននឹងចេញដំណើរមកគឺបងប្អូនបានលាបជាមួយនឹងលេខក្លៀកប្រេនមីហើយនិយាយទៅគឺបងប្អូនលាបជាប្រចាំតែម្ដងសម្រាប់បងប្អូនដែលមានបញ្ហាក្លិនក្លៀកខ្លាំងក្លិនសាក្លៀកអីហ្នឹងលាបតែម្ដងគឺជួយបំបត្តិក្លិនក្លៀកបានល្អខ្លាំងមែនតែនដោយសារតែលេខក្លៀកយើងគឺក្អូបខ្លាំងមែនតែនហ្មងណាជាពិសេសបងប្អូនដែលមានបញ្ហាក្លៀកកន្ទួលដុំពោប្រើកាន់តែយូរព្យាបាលក្លៀកកន្ទួលដុំពោកាត់បន្ថយការដុសរំក្លៀកបានល្អខ្លាំងមែនតែនសម្រាប់បងប្អូនដែលចង់បានអាចរកទិញតាមតូបតាមផ្សារឬក៏តាមតំណាងចែកចាយទូកធំរបស់ប្រេនមីបានណា